បាទសួស្តីថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរបៀបនៃការuninstall ទៅលើកម្មវិធីឬក៏ program ណាមួយដែលលោកអ្នកអត់ត្រូវការប្រើវាអញ្ចឹងដើម្បីអាចធ្វើការ uninstall បានយើងមានពីរជំហានទី1គឺយើងចូលទៅកាន់ control panel អញ្ចឹងយើងចុច key start បន្ទាប់មកយើងចុចអក្សរ on បាទអញ្ចឹងវានឹងចេញផ្ទាំង run ឲ្យយើងមួយយើងឃើញមានពាក្យផ្ទាំង run អញ្ចឹងឃើញផ្ទាំង run យើងវាយពាក្យ appwiz.cpl អញ្ចឹងយើងអូខេបាទអញ្ចឹងយើងចុចអូខេមកគឺយើងនឹងឃើញផ្ទាំង programs and features បាទអញ្ចឹងកន្លែងនេះគឺជាទីតាំងដែលយើងអាច uninstall កម្មវិធីណាដែលយើងមិនត្រូវការប្រើប្រាស់បានបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាកម្មវិធីមួយដែលខ្ញុំមិនដែលប្រើតទៅសោះអញ្ចឹងខ្ញុំទុកទៅនាំតែធ្ងន់ម៉ាស៊ីនរបស់ខ្ញុំបាទឧទាហរណ៍កម្មវិធី Skype នឹងមួយគឺខ្ញុំអត់ត្រូវការប្រើប្រាស់វាទេអញ្ចឹងខ្ញុំចុចមកឆ្វេងនៅលើវាខ្ញុំយកពាក្យ uninstall បាទអញ្ចឹងយើងចុចលើពាក្យ uninstall នឹងឃើញមាន message មួយបង្ហាញថា are you sure you want to completely remove Skype and all of it components ចឹងមានន័យថាបញ្ជាក់ណាគេបញ្ជាក់យើងថា message បញ្ជាក់ថាតើយើងប្រកាសអត់ថាយើងចង់ remove កម្មវិធីនឹងចោលបាទអញ្ចឹងបើយើងថាប្រកាសហើយយើងចុច yes បាទអញ្ចឹងគឺវានឹងដំណើរការអញ្ចឹងការ remove របស់យើងគឺបានជោគជ័យណាយើង uninstall បានជោគជ័យអញ្ចឹងយើងចុច OK បាទអញ្ចឹងគឺយើងបាត់ហើយអត់មានកម្មវិធី Skype នឹងទៀតទេគឺអត់មាននៅក្នុងកុំព្យូទ័រនឹងទៀតទេបាទអញ្ចឹងយើងចូលទៅមើលមួយរបៀបទៀតគឺយើងចូលចុច key start បូកជាមួយនឹងអក្សរ R ដូចគ្នាយើងវាយពាក្យថា control បាទយើងអាចចូលបានពីររបៀបបាទអញ្ចឹងក្រោយពេលដែលយើងវាយពាក្យ control ហើយយើងចុច OK មកគឺយើងទៅរកមើលពាក្យថា program and features បាទនេះគឺ program and features យើងចុចនៅលើវាមកវានឹងចូលទៅកាន់ផ្ទាំងដូចដែលខ្ញុំបានបង្ហាញពីមុនបាទគឺចូលទៅកាន់ផ្ទាំងនឹងដូចគ្នាអញ្ចឹងពីររបៀបហ្នឹងយើងអាចចូលទៅកាន់របៀបមួយណាក៏បានដែរអាស្រ័យទៅលើការប្រើប្រាស់របស់យើងគឺយើងមានជំរឿពីរដែលយើងអាចចូលទៅប្រើប្រាស់បានដូចគ្នាដើម្បីចូលមកកាន់ទាំង uninstall program នេះបាទអញ្ចឹងខ្ញុំឧទាហរណ៍មួយទៀតថាខ្ញុំអត់ត្រូវការប្រើប្រាស់កម្មវិធីWeChat បាទឧទាហរណ៍ថា WeChat នឹងខ្ញុំអត់ត្រូវការប្រើប្រាស់ទេអញ្ចឹងខ្ញុំអាចចុចនៅលើវាហើយខ្ញុំចុច uninstall change បាទអញ្ចឹងនៅពេលនេះគឺវានឹងលុបបង្ហាញមកឲ្យយើងហើយអញ្ចឹងយើងចុច uninstall មកព្រោះខ្ញុំអត់ត្រូវការប្រើប្រាស់ WeChat ហ្នឹងទេបាទអញ្ចឹងគឺវាកំពុងដំណើរការអញ្ចឹងសូមចាំបន្តិចសិនបាទអញ្ចឹងដំណើរការចប់ហើយយើងចុចតាន់បាទអញ្ចឹង WeChat គឺនឹងបាត់ចេញពីកុំព្យូទ័ររបស់យើងហើយបាទអញ្ចឹងគឺអត់មានទេអត់មានWeChat នៅក្នុងនឹងទេបាទអញ្ចឹងតើតើនឹងការ uninstall កម្មវិធីដែលអត់ត្រូវការសម្រាប់បងប្អូនដែលគិតថាវាជាកម្មវិធីដែលយើងមិនត្រូវការប្រើប្រាស់វាគឺយើងអាច uninstall បានយើងទុកតែកម្មវិធីណាដែលយើងប្រើប្រាស់ជាប្រចាំបាទអញ្ចឹងសូមកុំភ្លេច subscribe ហើយបើមានចម្ងល់អាច comment សួរនៅវីដេអូខាងក្រោមវីដេអូបានបាទ